បងប្អូនហូបនំចុកបងប្អូនហៅនំអីបងប្អូនណាហៅនំអីចុកក្នុងវាហៅនំចេកបងប្អូននំដូងបងប្អូននំដូងពីមុនមកនំដូងបងប្អូនណាគេវិចតាគេហៅថាត្រួយដូងបងប្អូនត្រួយដូងតែឥឡូវត្រួយថ្នោតក៏អាចស្លឹកថ្នោតក៏អាចត្រួយថ្នោតក៏អាចវិចបានដែរបងប្អូនណាចាំហូបអស់គ្នាបងប្អូនឆ្ងាញ់រសជាតិឆ្ងាញ់4បងប្អូន2000ហូបលេងអស់គ្នាពេលថ្ងៃបងប្អូនអង្គុយហូបលេងទៅយើងមកធ្វើការហត់អង្គុយលេងបងប្អូននេះហើយបងប្អូនជាតិបងប្អូនហូបអស់គ្នាមើលដៃនេះបងប្អូនជាតិបងឆ្ងាញ់ហ្នឹងអានេះមិនខុសពីកាឡានអីទេបងប្អូនតែនោះគេដុតកាឡានគេដាក់ពងសៃអានេះយើងយកតែឆ្ងោបងប្អូនវាខុសគ្នានេះដៃនេះដូចគ្នាអស់បងប្អូនអត់ខុសគ្នាមកសាក់ហូបមកខ្ញុំបងប្អូនទៀតបងប្អូនឆ្ងាញ់បងប្អូនទៀតឆ្ងាញ់បងប្អូនអស់មួយមិញមួយទៀតបងប្អូនស្លឹកដូងស្លឹកត្នោតដូចគ្នាបងប្អូនតែវិចបានអស់តែមិននិយាយបងប្អូនត្នោតស្លឹកត្នោតស្លឹកដូងនេះបងប្អូនយកឆ្នៃបានមិនថាធ្វើអីបងប្អូនបាំងវិចនំអីបានអស់តែឆ្នៃបានមកនេះកាន់ដៃបងប្អូនដៃធំធំចិត្តអស់បងប្អូននិយាយរួមបងប្អូនហ្នឹងយើងធ្វើវិចមិនរយបើសិនជាដាច់ស្លឹកឯងបងប្អូននំអត់ទូទេតែយ៉ាងហ្នឹងទៀតបងប្អូនហ្នឹងបងប្អូនវាអត់បាយជាប់ដៃបងប្អូននេះសិនដៃបងប្អូនហ្នឹងដៃបងប្អូនហ្នឹងជាប់ដៃបងប្អូនជាប់ដៃទឹកនឹងតែបានទឹកបងប្អូនមិនខុសអីពីបាយដំណើរបងប្អូនបើយើងមិនដាក់ទឹកអត់ណៃចឹងដែរបងប្អូនខ្ញុំធ្វើវីដេអូអំពីការហូបនំដូងបងប្អូនចុកបងប្អូនហៅអីបងប្អូនតែចុកខ្ញុំហៅនំដូងចឹងតែប៉ុណ្ណឹងបងប្អូននិយាយពីការហូបនំដូងនឹងខ្មែរបងប្អូននិយាយអស់គ្នាបាទ